ជំរាបសួរសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានទំនេរពីការងារក៏មកអស់ណាមួយជួយសម្រួលដល់ការងារប្រពន្ធផងណាអញ្ចឹងដើម្បីបច្ចេកញើសខ្លះកុំឲ្យជាតិពុលនៅច្រើនទៅពេកអញ្ចឹងនេះគឺជាសកម្មភាពការគួរអស់ចឹងទៅអញ្ចឹងសូមពុកម៉ែបងប្អូនដូចគេទស្សនាដូចតទៅណា